មេតបអាកាសថៃប្រកាសត្រៀមខ្លួនរួចរាល់សម្រាប់ការវាយប្រហារកម្ពុជាលើកទី2រាជធានីបាងកកនៅថ្ងៃសុក្រទី10ខែតុលានេះលោកសេកសានខណ្ឌថាអគ្គមេបញ្ជាការនៃកងទ័ពអាកាសថៃ RTF បាននិយាយអំពីស្ថានភាពដែលកំពុងកើនឡើងនៅតាមព្រំដែនកម្ពុជាថៃដោយលោកអះអាងពីការត្រៀមខ្លួនរួចរាល់សម្រាប់ការវាយប្រហារកម្ពុជាលើកទី2ខណៈតាហ៊ាននិងជនស៊ីវិលកម្ពុជាកំពុងប្រមូលផ្ដុំគ្នាតាមដានសកម្មដ៏កក់កក្លឿនរបស់ភាគីថៃនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យសម្ដីរបស់មេតបអាកាសថៃរូបនេះត្រូវបានស្រង់យកទៅចុះផ្សាយដោយកាសែត The Nation នៅពេលសួរថាតើកិច្ចប្រជុំរបស់មេបញ្ជាការយោធារួមបញ្ចូលការពិភាក្សាអំពីតំបន់ណងចាននិងណងយ៉ាងកែវដែរឬទេលោកមេតបអាកាសថៃរូបនេះបានបំភ្លឺថាมันមានផែនការប្រតិបត្តិការជាក់លាក់ណាមួយត្រូវបានពិភាក្សានោះទេហើយរបាយការណ៍សង្ខេបផ្ដោតសំខាន់លើការត្រៀមលក្ខណៈទូទៅលើកពីនេះលោកបានបញ្ជាក់ថាកងកម្លាំងប្រដាប់អាវុធបានត្រៀមលក្ខណៈរួចរាល់ហើយដើម្បីវាយប្រហារកម្ពុជាជាលើកទី2ប្រសិនបើជំលក់ផ្ទុះឡើងយោធាត្រូវបានណែនាំឲ្យបន្តការត្រៀមខ្លួនបន្ថែមទៀតដើម្បីអនុវត្តវិធានការទប់ទល់ក្នុងករណីមានការវិវត្តដែលមិននឹកស្មានដល់គួរជម្រាបថាថ្ងៃទី10ខែតុលានេះគឺជាថ្ងៃផុតកំណត់នៃអវសានវេទិដែលថៃបានកំណត់ពេលវេលាដើម្បីបណ្ដេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យនិងភូមិព្រៃច័ន្ទយ៉ាងណាជុំវិញទង្វើដ៏កក្លឿនរបស់ថៃកម្ពុជាបានចេញមុខក្រវីក្បាលបដិសេធខណៈជនកម្ពុជាជាច្រើនអ្នករួមទាំងកុមារស្ត្រីចាក់ចរានិងប្រសង់បានចេញទៅតវ៉ានិងតាមដានយ៉ាងប្រុងប្រយ័ត្ននៅសកម្មភាពដ៏អង្អាតរបស់យោធាថៃនេះជាធរដា